សូមជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel និទានខ្មោចសារជាថ្មីម្ដងទៀតនៅក្នុងថ្ងៃនេះមានភ្ញៀវកិត្តិយសគឺបងស្រីសុភីនឹងលើកយកនៅរឿងពពួកអមនុស្សដើម្បីយកមកបកស្រាយបាទចែកជូនពុកម៉ែបងប្អូនទាំងអស់គ្នាស្ដាប់នៅក្នុងរាត្រីនេះផងដែរជំរាបសួរបងប្អូនទាំងអស់គ្នានាងខ្ញុំឈ្មោះសុភីថ្ងៃនេះខ្ញុំមានរឿងមួយតាក់ទងទៅនឹងពួកអមនុស្សដែលពូរបស់ខ្ញុំគាត់បានឃើញនៅពេលដែលគាត់ទៅយាមស្រូវនៅឯវត្តអញ្ចឹងណាបងប្អូនបាទអញ្ចឹងតើហេតុការណ៍ហ្នឹងយ៉ាងដូចម្ដេចខ្លះសូមបងប្អូនស្រីធ្វើការបកស្រាយក៏ដូចជានិទានសង្ខេបដើម្បីទៅកាន់ពុកម៉ែបងប្អូនរបស់យើងបានស្ដាប់នៅក្នុងរាត្រីនេះផងដែរបាទកាលពីថ្ងៃមួយហ្នឹងនៅផ្ទះរបស់ខ្ញុំត្រោតស្រូវហើយក៏ម្ដាយឪពុករបស់ខ្ញុំហ្នឹងគាត់បានយកស្រូវយកទៅហាលនៅវត្តហើយយប់ហ្នឹងពូរបស់ខ្ញុំគាត់បានទៅយាមដើម្បីកុំឲ្យបាត់ស្រូវបាត់អីយ៉ាងណាព្រោះយើងមិនដឹងថានៅវត្តមានចោលមានអីចាប៉ុន្តែបញ្ជាក់ប្អូនបន្តិចនៅពេលដែលគាត់ច្រូតស្រូវហ្នឹងបានន័យថាគាត់យកស្រូវរបស់គាត់ទៅហាលនៅក្នុងវត្តចាបាទធ្វើដំណើរទៅមើលស្រូវរបស់គាត់ហ្នឹងប្រហែលជាម៉ោងប្រហែលដែរគឺខ្ទង់ម៉ោងវាជាមិនដណ្ដាប់ជាងចិត្ត2ដណ្ដាប់ដែរបាទរៀងយប់ជ្រៅដែរប្រហែលជាម៉ោងមិនដល់ទៅ2ដប់ចាអញ្ចឹងទីតាំងវត្តហើយជាមួយនឹងផ្ទះរបស់ពូប្អូនស្រីហ្នឹងនៅឆ្ងាយពីគ្នាឬក៏នៅជិតដែរនៅរៀងជិតដែរព្រោះជិះពីហ្នឹងទៅវាជា1គីឡូដីជាងបាទអញ្ចឹងប្រហែល1គីឡូដីអញ្ចឹងគាត់បានឃើញហេតុការណ៍អីនៅពេលដែលគាត់យករឹងយកអីទៅគេនៅវត្តគាត់ទៅដល់គាត់ចងរឹងចងអីមួយដើមឈើមួយអីចាបងប្អូនហើយដល់គាត់កន្លែងភ្នែកទៅមកនេះមកចុងភ្នែកគាត់ទៅបន្តិចទៅលេងគាត់ឃើញមានភ្លើងហោះចូលក្នុងដើមអំពិលហ្នឹងហើយក៏បាត់ភ្លើងហ្នឹងទៅប៉ុន្តែភ្លើងហ្នឹងវាហោះចេញពីណាទៅដែរឃើញហោះចេញដូចជាចេញពីដើមពូទៅកាន់ដើមអំពិលហើយក៏បាត់ភ្លើងហ្នឹងទៅបាទចាអញ្ចឹងហេតុការណ៍នេះប្រហែលជាល្បាក់ម៉ោងថាម៉ោង2:10ចុះចាជាទូទៅពួកអមនុស្សដែលយើងតែងតែគិតថាខ្ញុំមិនថាបងប្អូនតែគិតថាចន្លោះម៉ោង12អីទៅអាហ្នឹងគឺជាម៉ោងរបស់ពួកអមនុស្សដែលគាត់ដើរអីអញ្ចឹងណាពេលដែលគាត់ឃើញហ្នឹងគាត់មានប្រាប់បងអូនថាភ្លើងហ្នឹងប្រមាណពណ៌ឬក៏ឃើញតែមួយពណ៌គាត់អត់បានបញ្ជាក់ថាប្រមាណពណ៌ដែរខ្ញុំលើគាត់និយាយចឹងដែរមានភ្លើងហោះទៅពីចេញពីដើមពោធិ៍ទៅដើមអំពិលហើយនៅកន្លែងនេះចឹងទៅនៅក្នុងវត្តបាទពេលហ្នឹងគាត់ភ័យមើលទៅគាត់ភ័យខ្លាំងដែរព្រោះគាត់ដល់ថ្នាក់លែងហ៊ាននៅគេយាមស្រូវសុកចិត្តថាណាលួចសិនណាគាត់ភ័យអីចឹងគាត់ត្រឡប់មកផ្ទះវិញសិនអញ្ចឹងហេតុការណ៍ហ្នឹងកើតយូរនៅបងស្រីរៀងយូរដែរដូចជា1ឆ្នាំជាងដែរបាទអញ្ចឹងហេតុការណ៍នេះគឺបានន័យថាគឺកើតឡើងយូរហើយបាទរយៈពេល1ឆ្នាំជាងហើយបងប្អូនបាទអញ្ចឹងហេតុការណ៍នេះគឺជាហេតុការណ៍មួយរៀងរន្ធត់ដែរបើសិនបើពុកម៉ែបងប្អូនអរគ្នាកំពុងតែតាមដានវីដេអូនេះនៅម៉ោង12យប់បាទព្រោះថាបើសិនតែស្ដាប់ថ្ងៃគឺអត់សូវព្រឺព្រួយទេតែបើសិនតែពុកម៉ែបងប្អូនឃើញវីដេអូខ្ញុំតម្លាក់ទៅពេលយប់ពេលអីអាចនឹងរៀងព្រឺព្រួយតិចដោយសារយើងសាកសម័យមើលបងប្អូនបិទភ្នែកសម័យមើលបើសិនបើយើងទៅវត្តម្នាក់ឯងម៉ោង12យប់ហើយយើងឃើញហេតុការណ៍នេះសួរថាអារម្មណ៍យើងគឺគាត់ភ័យសំបីតែពូរបស់អូនស្រីគាត់រៀងមានអាយុរៀងច្រើនហើយបាទគាត់នៅតែភ័យដូចគ្នាអញ្ចឹងតម្រាំតែយើងគឺភ័យដែរណាបងប្អូនអញ្ចឹងរឿងហ្នឹងគឺមានតែប៉ុណ្្នឹងទេបងស្រីចាមានតែប៉ុណ្្នឹងបាទអរគុណច្រើនបងស្រីសម្រាប់ការចូលរួមនៅក្នុងថ្ងៃនេះក៏អរគុណពុកម៉ែបងប្អូនទាំងអស់គ្នាដែលបានចំណាយពេលទស្សនាបាទតាំងពីដើមរហូតដល់ចប់ពួកខ្ញុំផលិតវីដេអូនេះឡើងមិនមែនឲ្យពុកម៉ែបងប្អូនមានបាទការជឿទៅលើអរូបីទេបាទតាក់ទងជាមួយនឹងពួកអមនុស្សទេអញ្ចឹងសូមពុកម៉ែបងប្អូនទាំងអស់គ្នាបាទជឿដល់ការពិចារណាសម្រាប់ពុកម៉ែបងប្អូនបាទដែលមានបំណងចង់ចែករំលែកបាទតាក់ទងជាមួយនឹងរឿងពពួកអមនុស្សលងបន្លាចមកកាន់កម្មវិធីរបស់ខ្ញុំបាទសូមធ្វើការ comment ឬក៏អាចធ្វើការឆាតចូលនៅក្នុង account Facebook
បាទនិទានខ្មោចបាទក្រុមការងារនឹងយកសាច់រឿងរបស់ពុកម៉ែបងប្អូនទាំងគ្នាមកផលិតជាវីដេអូដើម្បីចែកចាយទៅកាន់ពុកម៉ែបងប្អូនដទៃទៀតអញ្ចឹងខ្ញុំបាទពីអ្នកបងប្អូនស្រីសុភីបាទសូមអរគុណសូមជម្រាបលា